តើអ្នកទាំងអស់គ្នាមានដឹងទេថារាងកាយមនុស្សពេញវ័យមានជាតិទឹកប្រហែល 60% បើទារកវិញមានរហូតដល់ទៅ 75% ចំពោះមនុស្សវ័យចំណាស់វិញមានត្រឹមតែ 50% ទេការញ៉ាំទឹកឲ្យបានគ្រប់គ្រាន់មានសារៈសំខាន់ណាស់ជាពិសេសក្នុងរដូវក្តៅនេះទឹកទ្រទ្រង់រាងកាយក្នុងការសម្របសម្រួលសីតុណ្ហភាពរក្សាលំនឹងអេឡិត្រូលីតនិងការបំពេញមុខងារទាំងផ្លូវកាយនិងផ្លូវចិត្តយើងបាត់បង់ជាតិទឹកជារៀងរាល់ថ្ងៃតាមរយៈទឹកនោមញើសនិងការដកដង្ហើមក្រុមមនុស្សមួយចំនួនត្រូវការជាតិទឹកបន្ថែមស្ត្រីមានផ្ទៃពោះត្រូវការញ៉ាំទឹក3លីត្រក្នុងមួយថ្ងៃស្ត្រីបំបៅដោះកូនត្រូវការបរិមាណ1លីត្របន្ថែមទៀតទៅលើកម្រិតធម្មតាកុមារនិងក្មេងជំទង់ត្រូវការចន្លោះពី1លីត្រទៅ2លីត្រអាស្រ័យទៅលើអាយុរបស់គាត់និងមនុស្សវ័យចំណាស់ត្រូវការញ៉ាំទឹកជាប្រចាំទោះបីជាគាត់មិនស្រេកក៏ដោយហើយមួយទៀតចំពោះអ្នកដែលអត់ចូលចិត្តញ៉ាំទឹកហ្នឹងណាអាចសាកល្បងបន្ថែមជាក្រូចឆ្មាឬជាអង្កាមបន្តិចទៅក្នុងទឹកដើម្បីបង្កើនរសជាតិឬអាចញ៉ាំជាលក្ខណៈតែស្រាលៗប៉ុន្តែមិនគួរញ៉ាំភេសជ្ជៈដែលមានរសជាតិផ្អែមទេទឹកពិសាទាំងអស់មិនដូចគ្នាទេនៅកម្ពុជាទឹកខ្លះប្រើវិធីសាស្ត្រចម្រោះតាមបែប reverse osmosis ដែលធ្វើឲ្យថយចុះនៅកម្រិតសារធាតុរ៉ែក្នុងករណីនេះលោកអ្នកអាចញ៉ាំបន្ថែមនៅជាតិកាល់ស្យូមឬម៉ាញ៉េស្យូមហើយក៏មានទឹកមួយចំនួនដែលសម្បូរទៅដោយសារធាតុអេឡិត្រូលីតផងដែរនេះគឺជាការណែនាំមួយចំនួនសម្រាប់អត្តពលិកញ៉ាំទឹកដែលមានសារធាតុអេឡិត្រូលីតច្រើននៅពេលហាត់ប្រាណនិងទឹកអាកាឡាដើម្បីបង្គ្រប់ជាតិរ៉ែមកវិញសម្រាប់អ្នកដែលឧស្សាហ៍ទល់លាមកសូមជ្រើសរើសយកទឹកដែលសម្បូរទៅដោយជាតិម៉ាញ៉េស្យូមហើយសម្រាប់អ្នកដែលមានបញ្ហាពុកឆ្អឹងសូមជ្រើសរើសទឹកដែលសម្បូរទៅដោយជាតិកាល់ស្យូមនិងសម្រាប់អ្នកដែលឡើងសម្ពាធឈាមសូមជ្រើសរើសយកទឹកដែលមានកម្រិតជាតិសូដ្យូមនិងទាបសូមញ៉ាំទឹកឲ្យបានគ្រប់គ្រាន់ក្នុងរដូវក្តៅនេះដើម្បីឲ្យមានសុខភាពល្អនិងចាំជួបគ្នាក្នុងវីដេអូក្រោយដែលនិយាយអំពីសុខភាព